Hello សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមកសម្រាប់ជូនអ្នកទាំងអស់គ្នាដែលមានชื่อថា Demon Slayer តាន់ជីរ៉ូជាក្មេងប្រុសដ៏កំសត់ម្នាក់រស់នៅជាមួយគ្រួសារដែលមានសមាជិក7នាក់នៅក្នុងគ្រួសារនោះមានម៉ាក់របស់គាត់ហើយនិងប្អូនៗ5នាក់ហើយឪពុករបស់គាត់ក៏បានស្លាប់បាត់ទៅហើយនៅពេលនោះដោយសារតែតាន់ជីរ៉ូជាកូនច្បងបន្ទុកការងារទាំងអស់បានធ្លាក់មកលើតាន់ជីរ៉ូតែម្នាក់ឯង Tanjiro ប្រកបមុខរបរកាប់អុសផលិតជាធ្យូងទៅលក់នៅឯជើងភ្នំភូមិនៅទីនោះចូលចិត្ត Tanjiro ខ្លាំងមែនទែនដោយ Tanjiro ជាក្មេងប្រុសដែលចូលចិត្តយកអាសារអ្នកដទៃហើយក៏មានជំនាញពិសេសមួយគឺហាត់ក្លិននៅពេលនោះមានបុរសម្នាក់យកអ្វីទេមកឲ្យគេហាត់ដែលបុរសម្នាក់នោះប្រាប់ថាគេចោទគាត់អ្នកធ្វើបែកដល់ពេល Tanjiro ហាត់ទៅធំក្លិនឆ្មាដូច្នេះឆ្មាជាអ្នកធ្វើបែកនៅថ្ងៃនេះ Tanjiro លក់ធ្យូងយឺតណាស់ហើយពេលនេះយប់បាត់ទៅហើយពេលដែលតួអង្គរបស់យើងដើរនោះមានបុរសម្នាក់ចិត្តល្អដែលផ្ទះគាត់នៅចង្កេះភ្នំហើយបានហៅតួអង្គរបស់យើងឲ្យដេកនៅទីនោះមួយយប់សិនទៅហើយលោកគ្រូរបស់យើងប្រាប់ទៅតួឯករបស់យើងថាដើរនៅពេលយប់ខ្លាចបិសាចខាំហើយនៅពេលនោះ Tanjiro អស់កម្លាំងផងហើយក៏ដេកនៅទីនោះមួយយប់ហើយនោះ Tanjiro ក៏បានឆ្ងល់ហើយសួរលោកពូថាបើមានបិសាចមែនហើយអ្វីក៏ពូហ៊ាននៅម្នាក់ឯងពេលនោះលោកពូក៏បានប្រាប់ទៅ Tanjiro ថាបើមានបិសាចចេញមកនឹងមានអ្នកកម្ចាត់បិសាចចេញមកភ្លាមៗតែម្ដងនៅពេលដែលឮលោកពូនិយាយចឹង Tanjiro នឹកដល់សម្ដីរបស់លោកយាយបានប្រាប់ថាមានបិសាចមកលោកមនុស្សតែលោកយាយប្រាប់ថាមិនដែលឃើញបិសាចម្ដងណានោះទេហើយនៅពេលព្រឹក Tanjiro ក៏បានលាលោកពូទៅផ្ទះរបស់គាត់ពេលដែលជិតដល់ Tanjiro បានទុំក្លិនឈាមហើយគាត់ដឹងថានឹងមានរឿងអាក្រក់ហើយនៅពេលដែលគាត់ទៅដល់គ្រួសាររបស់គាត់បានស្លាប់អស់ទៅហើយនៅពេលនោះតួអង្គរបស់យើងក៏មានការតក់ស្លុតខ្លាំងមែនទែនហើយគាត់បានគិតថានេះគ្រាន់តែជាសុបិនអាក្រក់មួយតែប៉ុណ្ណោះតែគួរសោកស្ដាយរឿងនេះជារឿងការពិតនៅពេលនោះ Tanjiro បានឃើញប្អូនស្រីរបស់គាត់ដែលមានឈ្មោះថា Michiko នៅមានដង្ហើមនិងខ្លួនក្តៅអ៊ុនៗនៅពេលនោះ Tanjiro បានអៀវប្អូនគាត់ដើម្បីទៅរកគ្រូពេទ្យនៅពេលដែល Tanjiro កំពុងតែអៀវនោះនាងក៏បានដុសជង្គង់ឲ្យលុបមកសង្គ្រោះ Tanjiro នៅពេលនោះ Tanjiro រហ័សក៏យកដងកំបិតរបស់គាត់បានមកសួរនឹងធ្មេញរបស់នាងនៅពេលនោះ Tanjiro ក៏បានណាណិតប្អូនស្រីគាត់ហើយសុំប្អូនស្រីគាត់ក៏បានដឹងរឿងនោះដែរតែនាងគ្រប់គ្រងខ្លួនឯងមិនបានហើយនៅពេលនោះស្រាប់តែមានអ្នកកម្ចាត់បិសាចដ៏ក្លាហានម្នាក់បានចូលមកដល់ដែលមានឈ្មោះថា Kiyumaka បានលួចមកកាប់ប្អូនស្រីរបស់ Tanjiro នៅពេលនោះ Tanjiro បានចាប់ប្អូនស្រីរបស់គាត់រមៀលទៅបុកនឹងដើមឈើមួយនៅពេលនោះបុរសម្នាក់នោះក៏បានលោតទៅចាប់ Michiko ពី Tanjiro លឿនដូចរន្ទះពេលនោះ Tanjiro ក៏បានលុតជង្គង់សុំម្នាក់កម្ចាត់បិសាចកុំឲ្យចាប់ប្អូនស្រីរបស់អ្នកតែបុរសម្នាក់នោះមិនព្រមនៅពេលនោះ Tanjiro ក៏បានចូលទៅទាំងដែលមិនចេះស្អីទៅវាយបុរសម្នាក់នោះហើយនៅពេលនោះ Tanjiro ត្រូវបុរសម្នាក់នោះដាក់ម្ដងដើរសម្លាប់អត់ទៅតែនៅពេលនោះថៅរបស់ Tanjiro ក៏បានហោះមកប៊ីសត្រូវក្បាលបុរសម្នាក់នោះមិនដឹងទេថា Tanjiro ក៏បថៅតាំងពីពេលណាទេមុននឹងចូលនឹងមកវាយគាត់នៅពេលនោះ Michiko បានយកខ្លួនមករាំងជំនួស Tanjiro ហើយបានលោតស្ទុះទៅវាយបុរសម្នាក់នោះតែត្រូវបុរសម្នាក់នោះបានវាយសន្លប់នៅទីនោះតែម្ដងនៅពេលនោះដោយសារតែ Michiko ជាបិសាចចេះការពារបងប្រុសរបស់គាត់ហើយបុរសម្នាក់នោះក៏បានលើកលែងទោសឲ្យនាងគាត់ក៏បានកាប់បំពង់ឫស្សីញុកមាត់របស់ Michiko ហើយប្រាប់ Tanjiro ថាកុំឲ្យ Michiko ប៉ះនឹងកម្ដៅថ្ងៃឲ្យសោះបុរសម្នាក់នោះប្រាប់ថាយក Michiko ទៅជួបនឹងបុរសម្នាក់ដែលមានឈ្មោះថា Orosaki នៅពេលបញ្ចុះសាកសពគ្រួសាររបស់គាត់ហើយ Michiko ហើយនិង Tanjiro ក៏បានធ្វើដំណើរទៅភ្នំ Sakiri នៅពេលនោះដោយសារតែផ្លូវឆ្ងាយហើយ Michiko ជាបិសាចផងមិនអាចប៉ះពន្លឺថ្ងៃដូច្នេះហើយ Tanjiro ក៏បានរកវិធីធ្វើយ៉ាងណាដើម្បីឲ្យនាងធ្វើដំណើរឆាប់បានលឿនហើយនឹងឆាប់ទៅដល់ទីកន្លែងនោះតែម្ដងពេលនោះ Tanjiro ក៏បានក្រងធុងមួយដើម្បីឲ្យនាងចូលទៅក្នុងនោះដើម្បីឲ្យបានធ្វើដំណើរទាំងពេលថ្ងៃផងប្រហែលថ្ងៃក្រោយមកពួកគេក៏បានធ្វើដំណើរទៅដល់ព្រះវិហារមួយហើយនៅព្រះវិហារនោះមានធំក្លិនឈាមពេលនោះ Tanjiro ក៏បានរត់ទៅមើលហើយឃើញបិសាចកំពុងតែស៊ីមនុស្សនៅពេលនោះបិសាចក៏លោតមកសង្គ្រោះ Tanjiro មួយទៀតតែត្រូវ Tanjiro ដាក់មួយបថៅចំកណ្ដាលកហើយបានហូរឈាមហើយឈាមរបស់វាក៏បានជានៅកន្លែងនោះតែម្ដងចំណែកឯ Michiko វិញបានឈរមើលសាកសពមនុស្សនិងហៀទឹកមាត់ទៅហើយតែនាងសច្ចាថានាងមិនបឺតឈាមមនុស្សជាដាច់ខាតមកមើល Tanjiro វិញត្រូវបិសាចនោះស្ទប់ពីលើហើយនិយាយចំអកឲ្យគាត់ប៉ុន្តែពេលនោះនិយាយបានមិនទាន់បានប្រមាណវិនាទីផងក៏ត្រូវ Michiko មកទាត់ក្បាលគាត់ដាច់ចេញពីកពេលនោះតែម្ដងហើយនៅពេលនោះ Tanjiro គិតពីភ្ញាក់ផ្អើលខ្លាំងមែនទែនមិនគិតថាបូនរបស់គាត់មានកម្លាំងដ៏ខ្លាំងដល់មិននឹងទេចំណែកឯបិសាចនោះវិញត្រូវធ្ងន់ប៉ុណ្ណឹងហើយវាមិនទាន់ស្លាប់នោះទេហើយខ្លួនរបស់វាក៏បានមកវាយជាមួយនឹង Michiko ហើយក្បាលរបស់វាក៏បានដោះដៃហើយវាយផង Tanjiro នៅពេលនោះ Tanjiro ក៏បានយកក្បាលរបស់គាត់បោកជាមួយនឹងក្បាលអាបិសាចនោះបន្ទាប់មកគាត់ក៏បានគប់អាក្បាលនោះទៅជាប់នឹងដើមឈើហើយបន្ទាប់មកគាត់ក៏បានរត់ទៅជួយ Michiko ដោយបុកអាបិសាចនោះទម្លាក់ពីលើភ្នំតែម្ដងនៅពេលនោះMichiko ក៏បានចាប់ Tanjiro ទាន់ហើយនៅពេលនេះមានតែក្បាលអាបិសាចនោះទេតែ Tanjiro មិនដឹងគិតចាប់ការក្បាលបិសាចនោះយ៉ាងម៉េចទេបន្ទាប់មកក៏មានបុរសមុខក្រហមម្នាក់បានប្រាប់ Tanjiro ឲ្យយកដើមថ្មទៅវាយក្បាលបិសាចម្នាក់នោះហើយ Tanjiro សម្បីតែបិសាចក៏គាត់មានចិត្តអាណិតផងដែរនៅពេលនោះ Tanjiro បានមិនហ៊ានវាយបិសាចនោះទេហើយចាំពន្លឺថ្ងៃមកដុតអាបិសាចនោះងាប់នឹងត្រង់នោះតែម្ដងពេលនោះ Tanjiro ក៏បានទៅជួប Oraki ហើយ Oraki ក៏បានវាយ Tanjiro ម្ដាយហើយ
ក្រាប់ថាមនុស្សអីសម្រាប់ចិត្តយឺតយ៉ាងនេះពេលនោះបរមអ្នកនោះក៏បាននិយាយថាកុំគាត់ទទួលពាក្យពីអូកូរកៈទេកុំអីគាត់មិនយកថាន់ជីរ៉ូធ្វើជាកូនសិស្សរបស់គាត់ឡើយពេលនោះបរមអ្នកនោះក៏ឲ្យថាន់ជីរ៉ូស្ពាមីជីកូរត់តាមគាត់រហូតទៅដល់ផ្ទះរបស់គាត់នៅជើងភ្នំសាការីពេលដែលដាក់ឲ្យមីជីកូសម្រាប់បរមអ្នកនោះក៏បាននាំថាន់ជីរ៉ូឡើងទៅលើភ្នំដើម្បីសាកល្បងតេស្តគាត់តែជាប់បានគាត់យកថាន់ជីរ៉ូធ្វើជាកូនសិស្សនៅពេលនោះយប់អាធ្រាត្រទៅហើយបរមអ្នកនោះឲ្យថាន់ជីរ៉ូរកផ្លូវទៅផ្ទះមុនពេលព្រះអាទិត្យរះហើយថាន់ជីរ៉ូគិតថាការងារនេះស្រួលដូចបកចេកតែរឿងនេះមិនស្រួលដូចថាន់ជីរ៉ូគិតទេដោយសារតែភ្នំនេះសម្បូរទៅដោយអន្ទាក់ហើយខ្វះអុកស៊ីសែនទៀតផងដែលធ្វើឲ្យថាន់ជីរ៉ូរបស់យើងអស់កម្លាំងមែនទែននៅពេលនោះដោយសារតែថាន់ជីរ៉ូមានចំោះបញ្ហាត់ធ្វើឲ្យគាត់រត់គេចពីអន្ទាក់បានខ្លះតែគាត់ក៏នៅតែត្រូវអន្ទាក់នោះដែរនៅពេលដែលមកដល់ខាងក្រោមវិញនៅពេលនោះបរមម្នាក់នោះក៏បានយកថាន់ជីរ៉ូធ្វើជាគុនសិស្សពេញផ្លូវការហើយនឹងបង្ហាត់ថាន់ជីរ៉ូឲ្យក្លាយជា Demon Slayer Demon Slayer គឺជាការងារឬក្រុមការរដ្ឋាភិបាលដែលនាំដោយបរិះអាថ៌កំបាំងម្នាក់ដើម្បីការពារប្រជាជនពីបិសាចហើយគ្រូរបស់ថាន់ជីរ៉ូថាដើម្បីក្លាយជា Demon Slayer គឺយើងត្រូវធ្វើតេស្តនៅវគ្គផ្ដាច់ព្រាត់ស្លាប់រស់ដើម្បីក្លាយជា Demon Slayer ហើយនៅពេលនោះថាន់ជីរ៉ូមិនគិតវែងឆ្ងាយនោះទេទោះបីគាត់ស្លាប់ក៏ដោយឲ្យតែបានការពារប្អូនស្រីរបស់គាត់នៅពេលនោះថាន់ជីរ៉ូក៏បានហាត់ជាមួយនឹងគ្រូរបស់គាត់ដែលមានលក្ខខណ្ឌសំខាន់3គឺរត់គេចពីអន្ទាក់ហើយនឹងប្រើកណ្ដាវហើយនឹងមួយទៀតគឺគ្រប់គ្រងផ្លូវដង្ហើមនោះតែម្ដងហើយក៏រឿងនេះក៏សូមបញ្ចប់ត្រឹមនេះសិនដោយសារតែមានការលំបាកក្នុងការបញ្ចូលសំឡេងខ្លាំងមែនទែន